មេដឹកនាំកម្ពុជារងចំនួន48នាក់ហើយត្រូវបានសម្លាប់ក្នុងសង្គ្រាមពីថ្ងៃនេះបើយោងតាមការបញ្ជាដោយលោកប្រធានាធិបតី Donald Trump តាមរយៈបណ្ដាញសង្គម Truth Social របស់លោកបានបញ្ជាក់ថានៅក្នុងប្រតិបត្តិការរួមគ្នាជាមួយនឹងប្រទេសអ៊ីស្រាអែលរយៈពេល2ថ្ងៃមកនេះបានឆក់យកជីវិតមេថ្នាក់ដឹកនាំកម្ពុជាទាំងយោធានិងរដ្ឋាភិបាលរបស់ប្រទេសអ៊ីរ៉ង់ចំនួន48នាក់ហើយនៅក្នុងនោះមានលោកអាយ៉ាតូឡាអាលីខាមីនីដែលជាប្រមុខដឹកនាំកម្ពុជាផងនិងជាប្រមុខសាសនាអ៊ីស្លាមក្នុងប្រទេសអ៊ីរ៉ង់ដែលមានវ័យ86ឆ្នាំដែលលោកបានគ្រប់គ្រងប្រទេសអ៊ីរ៉ង់នៅក្នុងកណ្ដាប់ដៃដែករបស់លោករយៈពេល47ឆ្នាំហើយតាំងតែពីបដិវត្តន៍បណ្ដេញរាជវង្សាលកាលពីឆ្នាំ1979មកនៅក្នុងសង្គ្រាម2ថ្ងៃមកនេះយើងមើលឃើញថាពិតជាគួរឲ្យព្រួយបារម្ភហើយធ្វើឲ្យអ្នកវិភាគនៅស្ថានភាពអន្តរជាតិមើលឃើញថាអាចនឹងឈានចូលទៅកាន់សង្គ្រាមលោកលើកទី3បើទោះបីជានៅក្នុងនោះប្រទេសចិនបានត្រឹមថ្កោលទោសប្រទេសរុស្ស៊ីបានត្រឹមថ្កោលទោសសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលអ្វីដែលគួរឲ្យព្រួយបារម្ភនាពេលនេះនៅក្នុងនោះប្រទេស7ដែលទទួលរងការវាយប្រហារដោយមីស៊ីលនិងយន្តហោះគ្មានមនុស្សបើកកាមីកាអត្តឃាតរបស់ប្រទេសអ៊ីរ៉ង់បានបើកការវាយប្រហារប្រទេសចំនួន7ដែលពួកគេមិនពាក់ព័ន្ធទៅនឹងសង្គ្រាមមួយនេះហើយពួកគេទាំងនោះសុទ្ធតែមានមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិកប៉ុន្តែពួកគេមិនអនុញ្ញាតឲ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពទាំងយុទ្ធកងទ័ពជើងគោកជើងទឹកនិងជើងអាកាសធ្វើការវាយប្រហារប្រទេសអ៊ីរ៉ង់នោះទេសហរដ្ឋអាមេរិកបានប្រើប្រាស់មូលដ្ឋាននៅក្នុងទឹកដីប្រទេសអ៊ីស្រាអែលនិងវាយប្រហារចេញពីសមុទ្រអបម៉ូសតែប៉ុណ្ណោះនៅក្នុងនោះនាថ្ងៃនេះផ្ទាល់ប្រទេសអារ៉ាប៊ីសាអូឌីតរាជទាយាទដ៏មានអំណាចប៊ីនសាល់មិនបានប្រកាសហើយថាប្រសិនបើប្រទេសអ៊ីរ៉ង់នៅមិនបញ្ឈប់សកម្មភាពធ្វើការវាយប្រហារមកលើប្រទេសអារ៉ាប៊ីសាអូឌីតរបស់ទ្រង់នោះទេទ្រង់បានចេញបញ្ជារួចហើយឲ្យធ្វើការវាយតបប្រសិនបើអ៊ីរ៉ង់មិនបញ្ឈប់សកម្មភាពបន្តធ្វើការវាយប្រហារតាំងពីថ្ងៃសៅរ៍មកទល់នឹងពេលនេះជាពិសេសការវាយប្រហារខ្លាំងក្លានៅទីក្រុងរីយ៉ាតរបស់អារ៉ាប់រួមនេះតែម្ដងក្រៅពីនោះប្រសិនបើប្រទេសអារ៉ាប៊ីសាអូឌីតបានប្រកាសហើយប្រហែលជាមិនផុតទេដែលប្រទេសផ្សេងទៀតនៅក្នុងតំបន់មជ្ឈមបូព៌ាអាចនឹងប្រកាសធ្វើការវាយបកដើម្បីការពារក៏ដូចជាលើកហេតុផលស្របជាមួយនឹងសហរដ្ឋអាមេរិកក្រៅពីនោះការវាយប្រហាររបស់ប្រទេសអ៊ីរ៉ង់បានឈានចូលទៅដល់មូលដ្ឋានទ័ពមួយរបស់ចក្រភពអង់គ្លេសដែលរដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសអង់គ្លេសបានលើកឡើងថាប្រទេសអ៊ីរ៉ង់បានបាញ់មីស៊ីលទៅសម្ដៅលើមូលដ្ឋានទ័ពរបស់លោកដែលគឺជាច្រកខ្លោងទ្វាររបស់ប្រទេសអឺរ៉ុបដែលលោកបានបញ្ជាក់ថាពិតជាគួរឲ្យព្រួយបារម្ភខ្លាំងនៅក្នុងរឿងមួយនេះនៅក្នុងនោះទាំងចក្រភពអង់គ្លេសទាំងប្រទេសបារាំងក៏ដូចជាប្រទេសអាល្លឺម៉ង់បានប្រកាសរួមគ្នាថាប្រសិនបើប្រទេសអ៊ីរ៉ង់មិនបញ្ឈប់សកម្មភាពធ្វើការបំផ្លិចបំផ្លាញផលប្រយោជន៍ប្រទេសពួកគេទាំង3នោះទេនោះគេនឹងឯកភាពស្របគ្នាសហការធ្វើការវាយប្រហារប្រទេសអ៊ីរ៉ង់ជាមួយនឹងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបើសកម្មភាពបែបនេះនៅតែបន្តវាយប្រហារការមើលឃើញរបស់ខ្ញុំនោះប្រហែលជាសហរដ្ឋអាមេរិកអាចអូសទាញប្រទេសនៅក្នុងតំបន់មជ្ឈមបូព៌ាចូលដោយផ្ទាល់នៅក្នុងសង្គ្រាមមួយនេះឥឡូវនេះពាក់ព័ន្ធទៅនឹងសង្គ្រាមដែលសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានបើកការវាយប្រហារហើយបានសម្លាប់លោកអាយ៉ាតូឡាអាលីខាមីនីឥឡូវនេះនៅប្រទេសប៉ាគីស្ថានពលរដ្ឋជាពិសេសយុវជនរបស់ប៉ាគីស្ថានបានធ្វើការទាមទាររហូតទៅដល់វាយគំទេចស្ថានទូតអាមេរិកនៅប្រទេសប៉ាគីស្ថានហើយការតវ៉ារបស់សាសនិកអ៊ីស្លាមដែលមាននិកាយដូចគ្នាជាមួយនឹងអាយ៉ាតូឡាអាលីខាមីនីកំពុងតែតវ៉ានៅប្រទេសអ៊ីរ៉ាក់និងប្រទេសទូគីជាដើមដូច្នេះបានធ្វើឲ្យមានការព្រួយបារម្ភនៅក្នុងសហគមន៍អារ៉ាប់ជាពិសេសភ្លើងសង្គ្រាមផ្ទុះពេញទំហឹងអាចនឹងកើតឡើងនៅក្នុងបណ្ដាប្រទេសនៃមជ្ឈមបូព៌ាប្រទេសអ៊ីរ៉ង់ក៏មិនណយដែរពាក់ព័ន្ធទៅនឹងសកម្មភាពយោធារបស់ខ្លួនត្រឹមតែរយៈពេល2ថ្ងៃមកនេះ
ប្រទេសអារ៉ាប៊ីសាអូឌីតឯងបានស្ទាក់ចាប់នៅមីស៊ីលចំនួន1800គ្រាប់ដែលបាញ់សម្ដៅមកបណ្ដាទីតាំងផ្សេងៗនៅក្នុងអារ៉ាប៊ីសាអូឌីតនិងតំបន់ជិតខាងដែលប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសអារ៉ាប៊ីសាអូឌីតប្រទេសអារ៉ង់មានសមត្ថភាពមីស៊ីលច្រើនប្រភេទនិងច្រើនប្រភពធ្វើការវាយប្រហាររហូតដល់ការវាយប្រហារទៅប្រទេសអ៊ីស្រាអែលធ្វើឲ្យប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសអ៊ីស្រាអែលដែលល្បីល្បាញថាខ្លាំងហើយមានប្រព័ន្ធការពារដែនអាកាស3ប្រភេទខុសគ្នា3ស្រទាប់ដែលការពាររយៈចម្ងាយឆ្ងាយជិតនឹងមធ្យមដែលមីស៊ីលរបស់អ៊ីរ៉ង់មានសមត្ថភាពកិច្ចចេញអំពីប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសអ៊ីរ៉ង់ហើយបានធ្លាក់នៅក្នុងទីតាំងស៊ីវិលរបស់ប្រទេសអ៊ីស្រាអែលហើយបានសម្រាប់ពលរដ្ឋអ៊ីស្រាអែលចំនួន9នាក់និងរាប់សិបនាក់ទៀតបានរងរបួសសហរដ្ឋអាមេរិកតាមរយៈការប្រកាសដោយប្រធានាធិបតី Donald Trump បានលើកឡើងថាយោធារបស់សហរដ្ឋអាមេរិកចំនួន3នាក់បានបាត់បង់ជីវិតនិង9នាក់ទៀតបានរងរបួសដោយការវាយប្រហារតបរបស់យោធាប្រទេសអ៊ីរ៉ង់នៅក្នុងនោះលោកប្រធានាធិបតី Donald Trump បានបញ្ជាក់ថាសមត្ថភាពកងទ័ពជើងទឹករបស់ប្រទេសអ៊ីរ៉ង់ដែលសហរដ្ឋអាមេរិកបានវាយកំទេចនៅនាវាចម្បាំងដ៏ខ្លាំងក្លាចំនួន9ដែលមានសមត្ថភាពដ៏អង់អាចរបស់ប្រទេសអ៊ីរ៉ង់ពន្លិចចូលនៅក្នុងទឹកសមុទ្ររួចហើយ